បុរសម្នាក់នេះមិនបានញ៉ាំអាហារអ្វីអស់រយៈពេល20ឆ្នាំមកហើយដើម្បីសម្រកទម្ងន់នៅទីបំផុតគាត់ក៏ខ្លាចជាស្គមដោយក្រដាសមួយសន្លឹកថ្ងៃមួយគាត់បាននាំឆ្កែរបស់គាត់ដើរលេងបន្ទាប់ពីដើរបានពី3ជំហានខ្យល់បានបក់គាត់ឡើងលើអាកាសឆ្កែរបស់គាត់គិតថាគាត់ជាខ្លាញ់ហើយបានអូសគាត់ទៅជាមួយដែរចាប់តាំងពីគាត់ចាប់ដើមស្រកទម្ងន់មកជីវិតរបស់គាត់បានដួលរលំទាំងស្រុងគាត់ត្រូវប្រុងប្រយ័ត្នក្នុងការដុសធ្មេញព្រោះខ្លាចចោះខ្លួនដោយចៃដន្យពេលគាត់ទិញកាហ្វេអ្នករត់ទៅរកគាត់មិនឃើញផងរហូតដល់បុរសនោះងាកមកបន្ទាប់មកអ្នករត់ទៅបានឃើញគាត់ពេលលេងបាល់បោះជាមួយមិត្តភ័ក្តិរបស់គាត់ពួកគេគ្រាន់តែត្រូវការកម្លាំងបន្តិចបន្តួចប៉ុណ្ណោះហើយគាត់ត្រូវបានបញ្ជូនទៅហោះមិត្តភ័ក្តិរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែការបើកបរក៏ក្លាយជាបញ្ហាប្រឈមមួយដែលថ្ងៃមួយគាត់កំពុងអង្គុយលើសាឡុងអានកាសែតដោយមិនបានកត់សម្គាល់ថាជើងរបស់គាត់ត្រូវបានម៉ាស៊ីនបូមធូលីរ៉ូបូតស្រូបចូលនោះទេថ្ងៃមួយគាត់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីព័ត៌មានដោយសារតែរាងកាយរបស់គាត់ស្គមខ្លាំងពេកពិធីករបានសួរគាត់ថាហេតុអ្វីបានជាគាត់ស្គមខ្លាំងម្ល៉េះហើយគាត់គ្រាន់តែញឹមហើយមិនឆ្លើយថ្ងៃមួយគាត់បានដើរកាត់ម៉ាស៊ីនលក់ទំនិញមួយឃើញដំឡូងបំពងដែលគាត់ចូលចិត្តហើយស្រាប់តែមានគំនិតមួយគាត់បានវាចូលទៅក្នុងម៉ាស៊ីនលក់ទំនិញចាប់ដំឡូងបំពងរួចចាប់ផ្ដើមញ៉ាំមួយសន្ទុះបន្ទាប់មានរឿងដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងរាងកាយរបស់គាត់បានវិលមករកភាពធម្មតាវិញយ៉ាងឆាប់រហ័សហើយផែន